គ្មានអ្វីឈឺចាប់ជាងមានម៉ាស៊ីនបាញ់ Patriot តែគ្មានគ្រាប់បាញ់នោះទេអ៊ុយក្រែនកំពុងប្រឈមមុខនឹងគ្រាប់មីស៊ីល30គ្រាប់ក្នុងពេលតែមួយពីរុស្ស៊ីសង្គ្រាមឈានចូលឆ្នាំទី4កាន់តែប្រព្រឹត្តភ្នែកលោក Vladimir Zelensky បានផ្ញើលិខិតបន្តបំផុតទៅកាន់លោកប្រធានាធិបតី Donald Trump និងសហភាពអាមេរិកដើម្បីសុំគ្រាប់មីស៊ីលការពារដែនអាកាស Patriot Factory ជាប្រញាប់ហេតុអ្វីបានជាអ៊ុយក្រែនត្រូវការវាជាដាច់ខាតក្នុងពេលនេះការវាយប្រហារមិនធ្លាប់មានរុស្ស៊ីបានបាញ់ប្លង់មីស៊ីលដល់ទៅ30គ្រាប់ក្នុងការវាយប្រហារតែមួយលើកអាវុធចំនួនថ្មីរុស្ស៊ីបានប្រើប្រាស់មីស៊ីលរយៈចម្ងាយមធ្យមប្រភេទថ្មីឈ្មោះ Oreshnik ចំនួន2គ្រាប់ដែលមានសមត្ថភាពអាចផ្ទុកក្បាលគ្រាប់នុយក្លេអ៊ែរបានហើយមានតែប្រព័ន្ធ Patriot របស់អាមេរិកប៉ុណ្ណោះដែលអាចស្ទាក់ចាប់វាបានវិបត្តិខ្វះគ្រាប់ធ្ងន់ធ្ងរលោក Zelensky ថ្លែងទាំងក្តុកក្តួលថាលបឿនផ្គត់ផ្គង់អាវុធយឺតពេកធ្វើឲ្យអាវុធទំនើបទុកចោលទៅទេដែលគ្មានគ្រាប់បាញ់បច្ចុប្បន្នកិច្ចចរចាសន្តិភាពនៅតែជាប់គាំងខណៈអ៊ុយក្រែនវាយបកដោយដ្រូនលើហេដ្ឋារចនាសម្ព័ន្ធប្រេងរុស្ស៊ីហើយរុស្ស៊ីក៏សម្រុកបាញ់មីស៊ីលសងសឹកវិញយ៉ាងចាស់ដៃនេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Asia Today